ប៉ុន្តែយើងគ្រប់គ្នាកើតមកនៅក្នុងផែនដីជាពិសេសក្នុងប្រទេសកម្ពុជាដែលយើងមានវប្បធម៌យូរឆ្នាំចំណាស់ជាប្រជាជាតិមួយដែលមានអរិយធម៌ស្គាល់ខុសស្គាល់ត្រូវស្គាល់គុណស្គាល់ទោសចឹងយើងម្លែងអីយើងដឹងថាអ្វីទៅដែលហៅថាអាក្រក់អ្វីទៅដែលល្អដែលឯងប៉ុន្តែមានកលៈទេសៈខ្លះទៀតក៏ពិបាកបែងចែករវាងថាសខ្មៅឬក៏ប្រផេះឬក៏លាយចូលគ្នាចឹងទៅអ្នកនិពន្ធខ្ញុំគិតថាបើសិនជាគាត់អាចសួរខ្លួនឯងនៅសំណួរពី3ឧទាហរណ៍ថាតើរឿងនឹងចាំបាច់ទេនៅក្នុងការបង្ហាញការពិតនឹងបើបង្ហាញទៅតើមនុស្សប្រមាណភាគរយដែលអាចអានហើយយល់ថានេះគឺជារឿងត្រូវជៀសវាងរឿងដែលត្រូវតែរៀបរៀងខ្លួនឯងកុំឲ្យលងខ្លួនរឿងដែលត្រូវតែជួយមនុស្សជុំវិញខ្លួនកុំឲ្យធ្លាក់ទៅក្នុងអន្លង់ហ្នឹងរឿងមួយក៏គាត់យល់ថាគួរតែទៅប្រព្រឹត្តសាកមើលដូចជាមានអារម្មណ៍រំជើបរំជួលល្អនេះគឺជាសំណួរដែលយើងត្រូវសួរហើយយើងត្រូវដឹងថាទូនាទីរបស់យើងមិនត្រឹមតែផ្ញើសារចេញទៅទេយើងត្រូវតែជាអ្នកទទួលខុសត្រូវទៀតយើងទទួលខុសត្រូវនៅអ្វីដែលយើងផ្សាយចេញនេះគឺជាកាតព្វកិច្ចនិងជាការទទួលខុសត្រូវដ៏ធំមួយក្នុងនាមជាអ្នកសរសេរមិនថាសរសេរផ្នែកអីទេមិនថាប្រឡោមលោកឬមួយក៏ថាសរសេរអត្ថបទនៅលើសារព័ត៌មានសរសេរអត្ថបទទស្សនាវដ្តីសរសេរអត្ថបទនៅលើបណ្ដាញសង្គមក្នុងលក្ខណៈផ្ទាល់ខ្លួនកម្រិតណាក៏ដោយបើសិនជាយើងផ្សាយចេញឲ្យមានអ្នកមើលហើយយើងត្រូវទទួលខុសត្រូវនៅអ្វីដែលយើងផ្សាយចេញ